រៀបសួរជនរួមជាតិរួមភាសាចាថ្ងៃនេះខ្ញុំមករៀនអាននៅច្បាប់កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាឬក៏ហៅថាច្បាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារ1991ចាបងប្អូនច្បាប់នេះមាន4កិច្ចព្រមព្រៀងធំចាបងប្អូនកិច្ចព្រមព្រៀងទី1គឺកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាកិច្ចព្រមព្រៀងទី2គឺកិច្ចព្រមព្រៀងតាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតនៃប្រទេសកម្ពុជាកិច្ចព្រមព្រៀងទី3គឺជាសេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញកិច្ចព្រមព្រៀងទី4គឺកិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសបងប្អូនចាអញ្ចឹងខ្ញុំសូមអាននៅកិច្ចព្រមព្រៀងទី2បងប្អូនគឺកិច្ចព្រមព្រៀងតាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់កម្ពុជាបងប្អូនអញ្ចឹងខ្ញុំសូមអានដូចតទៅអូស្ត្រាលីព្រុយណេដារូសាឡឹមកម្ពុជាកាណាដាសាធារណរដ្ឋប្រជាមានិតចិនសាធារណរដ្ឋបារាំងសាធារណរដ្ឋឥណ្ឌាសាធារណរដ្ឋឥណ្ឌូនេស៊ីជប៉ុនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវម៉ាឡេស៊ីសាធារណរដ្ឋហ្វីលីពីនសាធារណរដ្ឋសិង្ហបុរីរាជាណាចក្រថៃឡង់សហភាពសាធារណរដ្ឋសង្គមនិយមសូវៀតចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងសហរដ្ឋអាមេរិកសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋសហព័ន្ធសង្គមនិយមជូកូស្លាវីដោយមានវត្តមានរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិចា៎បងប្អូនប្រទេសដែលខ្ញុំបានអានទាំងប្រមាណនេះគឺជាប្រទេសដែលបានចុះហត្ថលេខានៅក្នុងច្បាប់កិច្ចព្រមព្រៀងនេះបងប្អូនព្រមទាំងអគ្គលេខាធិការអង្គការសហជីវជាតិផងដែរចាបងប្អូនអញ្ចឹងខ្ញុំសូមអាននៅមាត្រាទី1បងប្អូនចា1កម្ពុជាតាមរយៈឯកសារនេះសន្យាយ៉ាងឧឡារិកថានឹងថែរក្សានិងការពារអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់ខ្លួនអព្យាក្រឹតភាពអចិន្ត្រៃយ៍របស់កម្ពុជានឹងត្រូវប្រកាសហើយនឹងចារឹកទុកនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែលនឹងត្រូវអនុម័តក្រោយពីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវចាបងប្អូនអញ្ចឹងចប់នៅចំណុចទី1ចំណុចបន្ទាប់ខ្ញុំនឹងអានចំណុចទី2បន្តទៀតបងប្អូនចាច្បាប់កិច្ចព្រមព្រៀងនេះមានមានជា5ភាសាបងប្អូនភាសានីមួយមានតម្លៃស្មើគ្នា5ភាសាគឺមានភាសាអង់គ្លេសភាសាចិនភាសាបារាំងភាសារុស្ស៊ីនិងភាសាខ្មែរចាបងប្អូនអញ្ចឹងថ្ងៃបន្ទាប់ខ្ញុំនឹងអានចំណុចទី2បន្តទៀតចាសូមអរគុណ